សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនាំយកប្រធានបទថ្មីរបៀបរកផ្ទះជួលនៅក្នុងប្រទេសអូស្ត្រាលីកុំឲ្យខាតពេលចូលទៅស្ដាប់ទាំងអស់គ្នាតែសំខាន់ទី1បងប្អូនត្រូវមានកំណត់ទៅលើ budget ថវិកាដែលបងប្អូនអាចមានលទ្ធភាពថាតើប្រមាណដែលបងប្អូនកំណត់ខ្លួនឯងចឹងទៅណាទី2វិញបងប្អូនត្រូវរកទីតាំងថាតើទីតាំងមួយណាដែលបងប្អូនពេញចិត្តហើយនឹងស័ក្តិសមសម្រាប់ការងារសម្រាប់សាលារៀនឬក៏សម្បូរទៅដោយកន្លែង bus stop ឬក៏រថភ្លើងអីជាដើមបងប្អូនកំណត់ខ្លួនឯងចឹងទៅនៅពេលដែលបានបាត់ចិត្តហើយបានទីតាំងហើយបងប្អូនត្រូវចូលទៅមើលនៅក្នុង website ចំនួន3ដែលជា website ដែលគេពេញនិយមនៅក្នុងការរកផ្ទះជួលមែនទែននៅក្នុងប្រទេសអូស្ត្រាលីនេះទី1គឺ realestate.com.au ហើយ website ទី2គឺ domain.com.au ហើយនិង website ទី3បើសិនជាបងប្អូនចង់ទៅ share បន្ទប់ឬក៏ share លក្ខណៈផ្ទះ1ជា2ជា3អីបងប្អូនអាចចូលទៅក្នុង flatmate.com.au បើសិនជាបងប្អូនចូលទៅលុកលុយនៅក្នុងអ៊ីនធឺណិតហើយបងប្អូនឃើញថាអូផ្ទះមួយនេះខ្ញុំចាប់អារម្មណ៍អញ្ចឹងបងប្អូនត្រូវដាក់ថ្ងៃដើម្បីចូលទៅ inspect ចូលទៅពិនិត្យទៅមើលផ្ទះហ្នឹងជាក់ស្ដែងអញ្ចឹងណាបងប្អូននៅពេលដែលពិនិត្យផ្ទះជាក់ស្ដែងហើយឥឡូវឧទាហរណ៍ថាបងប្អូនពេញចិត្តផ្ទះមួយហ្នឹងអញ្ចឹងមកត្រូវរៀបឯកសារវិញម្ដងឯកសារចាំបាច់ទី1បងប្អូនត្រូវមាន ID អាចជា passport ហ្នឹង passport overseas ក៏បាន passport អូស្ត្រាលីក៏បានឬក៏បានបើកបរអូស្ត្រាលីក៏បានក៏គេទទួលដែរហើយទី2គឺ pay slip លិខិតបញ្ជាក់អំពីប្រាក់ខែវាសំខាន់មែនទែនសម្រាប់ជាផុសតាងឲ្យទៅក្រុមហ៊ុនដែលគេជួលផ្ទះហ្នឹងគេធានាទុកចិត្តថាយើងហ្នឹងមានលទ្ធភាពបង់ថ្លៃផ្ទះគេរាល់ខែហើយទី3ត្រូវមាន recommendation ពីកន្លែងធ្វើការឬក៏ពីម្ចាស់ផ្ទះជួលចាស់បានន័យថាបងប្អូនអាចយកកិច្ចសន្យាជួលចាស់ឬក៏វិក័យប័ត្រដែលបងប្អូនជួលផ្ទះពីមុនមកដូចថា3ខែឬក៏6ខែអញ្ចឹងទៅដើម្បីឲ្យគេជឿថាបងប្អូនពីមុនមកបងប្អូនមានលទ្ធភាពបង់មិនមែនបងប្អូនអត់មានលទ្ធភាពបង់ទេអញ្ចឹងបងប្អូនគ្រាន់តែផ្លាស់ទីតាំងដើម្បីរកកន្លែងថ្មីនៅអីអញ្ចឹងណាបងប្អូនអញ្ចឹងនៅពេលដែលរៀបចំឯកសារនឹងហើយឥឡូវឧទាហរណ៍ថាគេនឹងឲ្យផ្ទះជួលមកឲ្យយើងហើយអញ្ចឹងបងប្អូនត្រូវត្រៀមលុយបង់គេហៅថា bond គឺលុយកក់ហ្នឹងជាទូទៅផ្ទះទាំងមូលនៅក្នុងប្រទេសអូស្ត្រាលីយើងត្រូវបង់4សប្តាហ៍មុនពេលដែលយើងចូលទៅនៅអញ្ចឹងណាយើងត្រៀមលុយ bond 4សប្តាហ៍មុនហើយជាទូទៅការគិតថ្លៃជួលនៅទីនេះគេអត់គិតជាខែដូចនៅស្រុកខ្មែរយើងទេគេគិតពី1សប្តាហ៍ម្ដងឬក៏2សប្តាហ៍ម្ដងវាអាស្រ័យទៅលើលក្ខខណ្ឌរបស់ម្ចាស់ផ្ទះជួលគេបន្ទាប់មកទៀតហ្នឹងយើងត្រូវដល់ពេលដែលយើងត្រូវសញ្ញាកិច្ចសន្យាជួលអញ្ចឹងបងប្អូនត្រូវអានហើយពិនិត្យឲ្យច្បាស់លាស់ទៅលើលក្ខខណ្ឌមួយចំនួនមុននឹងបងប្អូនសញ្ញាហើយនេះខ្ញុំចង់ប្រាប់ tip បន្តិចដែរបើសិនជាបងប្អូនចូលទៅនៅផ្ទះរៀងអត់សូវថ្មីឬក៏មានលក្ខខណ្ឌមួយដែលថារបស់របរមួយចំនួនដូចទ្វារឬក៏ប្អួចអីបែកបាក់អីអញ្ចឹងបងប្អូនត្រូវថតជារូបទុកដើម្បីជាផុសតាងនៅពេលដែលបងប្អូនរើចេញពីផ្ទះហ្នឹងទៅបងប្អូនបញ្ជាក់ប្រាប់គេថាបងប្អូនអាចមានការអះអាងប្រាប់គេថាខ្ញុំអត់បានធ្វើឲ្យរបស់ហ្នឹងបាក់បែកទេវាបាក់បែកតាំងពីខ្ញុំចូលមកនៅម៉េះអញ្ចឹងសូមបងប្អូនកុំភ្លេចថតរូបទុកជាផុសតាងផងនៅពេលដែលបងប្អូនត្រូវបញ្ចប់កិច្ចសន្យាជួលឬក៏បងប្អូនឡើងចង់ជួលផ្ទះគេទៀតឬក៏គេឡើងចង់ជួលឲ្យយើងទៀតអញ្ចឹងណានេះគឺជា tip សម្រាប់នៅក្នុងការដែលយើងជួលផ្ទះនៅក្នុងប្រទេសអូស្ត្រាលីហើយបើសិនជាបងប្អូនចូលចិត្តវីដេអូបែបហ្នឹងសូមកុំភ្លេចជួយ follow page ម្នាក់មួយផងសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ